សម័យអង្គរជាសម័យដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរប្រជានារីរស់នៅបានសុខដុមរមនាព្រះមហាក្សត្រគ្រប់ព្រះអង្គជាពិសេសព្រះបាទជ័យវរ្ម័នទី7ព្រះអង្គមានប្រាជ្ញាញាណដ៏ឧត្តមឧត្តមគ្រប់ផ្នែករួមទាំងស្ថាបត្យកម្មសំណង់ប្រាសាទនានាជាច្រើនទឹកតាំងស្នាដៃដ៏ល្អប្រណិតទាំងនេះបានបន្សល់ទុកឲ្យយើងគ្រប់រូបគួរជាទីមោទនៈក្រៃលែងសំនឹងខ្លាំងណាស់ទាំងក្មេងទាំងចាស់បានកាត់មកជាកូនខ្មែរមានក្រុមវណ្ណៈក្រុងចំការស្រែក្រមពុនឬខែលើដែនដីសវណ្ណភូមិរួចពីសង្គ្រាមកំណៃគោខើបងប្អូនរស់នៅដោយក្តីសុខសាន្តមានម្ហូបអាហារនិងលំនៅឋានជួបជុំសន្តានមានសុភមង្គលក្នុងទឹកមានត្រីក្នុងដីមានរ៉ែលើដីមានស្រែមានដំណាំតែបង្កើតផលអាចម្រុះមានភ្នំមានជួបមានកន្លែងកំសាន្តរូបជារូបគំនិតមោទនភាពពិតមហាគ្រួសារខ្មែរយុវជនខ្មែរអើយទាំងប្រុសទាំងស្រីមានភ័ព្វនិស្ស័យរួមជារួមសន្តានវិញជាធំមួយលើកជាកាងការនោះទៅយើងបានស្គាល់ព្រៃមានសម្បត្តិបងក៏ដល់កាងការប្រាសាទបុរាណតូចធំប្រាសាទអង្គរតាព្រំបាយ័នសំងមន្ទីរស្រីថៃកាយក្បូរខ្វៃរចនាសោភាបើតែងនានាចូលមកទស្សនាគេកោតស្ញប់ស្ញែងស្នាដៃដូនតាមោទនភាពជាខ្មែរមោទនភាពជាខ្មែរមោទនភាពជាខ្មែរ